นี่คือเชียร์เย็นโยธีระบบกัมพูชีมั่วในบางบนหลับบานเคยได้ดูเรื่องระบบเวียคือเลือกหนักตัวจนลังสะอาดแบบนี้ถ้าใต้กัมพูชีระบบยังประเวียดำใบเอาไว้บางปีประเทศนะให้ทั่วบ้านเอาไว้คลาต่อตัวสตาร์ทงอขึ้นในปอร์เมียนบุญนี้ระบบเย็นบุญนี้สมเชื่อในวิดีโอบุญนี้จะพวกการจัดดำเนินรางบุญนี้ฝั่งใดวิเมียนชโมธาคือจะเย็นสำหรับกรุ๊ปสารเพียบเพลย์ All Terrain Vehicle ATV ได้หมดได้ระบบเวียคือ Naronco CS VP4 ประใบคนหนึ่งประใบ Naronco CS VP4 คือเชียร์เย็นยนต์โยธีได้ปราบปรากรุ๊ปสารเพียบเพลย์กุ๊กหนึ่งเพลย์ตึกได้ผลิตในประเทศจันคือตระบานบังการล้างโดยกรมพล Naronco สำหรับปฏิบัติการโยธีดังเกลียซอนเวียตระบานในชนะล้างคือដើម្បីដឹកទាហាននិងសម្ភារៈឆ្លងកាត់ដីលំបាកដូចជាដីព្រៃភក់វាលខ្សាច់ទន្លេនិងតំបន់លិចទឹកជាដើមវាមិនដូចជារពាសដែកនោះទេ CSVP4 នេះគឺផ្ដោតទៅលើការចល័តខ្ពស់ជាជាងការការពារធ្ងន់ពីក្របដែលធ្វើឲ្យវាល្អសម្រាប់ការឆ្លប់យកការល្បាតព្រំដែននិងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយយានយន្តនេះគឺប្រើប្រាស់នៅម៉ាស៊ីន Masood Turbocharger 4 ស៊ីឡាំងដែលផលិតកម្លាំងបានប្រហែលជា88សេសដែលវាប្រើប្រាស់ប្រព័ន្ធបើកបរទាំងកង់ទាំង8របស់វាដែលអនុញ្ញាតឲ្យកង់ទាំងអស់នោះអាចធ្វើការបានល្អក្នុងដីលំបាកនិងដីរអិលជាដើមយានយន្តនេះគឺមានល្បឿនអតិបរមាប្រហែលជា65គីឡូម៉ែត្រក្នុង1ម៉ោងហើយនៅលើទឹកវាបើកបរបានល្បឿន4គីឡូម៉ែត្រក្នុង1ម៉ោងដោយប្រើកង់បង្វិលរបស់វាសម្រាប់ធ្វើការរុញច្រានដែលមិនចាំបាច់ប្រើម៉ាស៊ីនរុញវាមានចម្ងាយប្រតិបត្តិការខ្ទង់500គីឡូម៉ែត្រទៅលើការចាក់ប្រេងមួយពេញ CSVP4 មានទម្ងន់ប្រហែលជា 2.8 តោននិងទុកបន្ទុកបានប្រហែលជា 1100 គីឡូក្រាមរួមទាំងទាហានអាវុធក្របរំសេវឬក៏សម្ភារៈយោធាណាមួយជាធម្មតាគឺត្រូវការក្រុមទាហានចំនួន2នាក់ដែលមានអ្នកបើកបរនិងមេបញ្ជាការហើយអាចដឹកជញ្ជូនទាហានបន្ថែមរហូតដល់6ទៅ8នាក់ស្ថិតលើបេសកកម្មឬក៏ការរៀបចំកៅអីទំហំតូចរបស់វាគឺមានប្រវែងប្រហែលជា 4.3 ម៉ែត្រទទឹង2ម៉ែត្រនិងកម្ពស់ 2.3 ម៉ែត្រអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ផ្លូវតូចចង្អៀតនិងតំបន់ដាច់ស្រយាលដែលយានយន្តយោធាធំៗមិនអាចដំណើរការទីនោះបានចំណុចខ្លាំងរបស់យានយន្តមួយនេះគឺជាសមត្ថភាពក្នុងការបើកបរលើទឹក CSVP4 អាចឆ្លងកាត់ទន្លេបឹងវាលភក់និងដីលិចទឹកដោយមិនចាំបាច់មានស្ពានឬការរៀបចំពិសេសណាមួយឡើយការរចនាកង់ទាំង8របស់វាគឺចែកទម្ងន់របស់យានយន្តទៅលើផ្ទៃធំជាងនិងកាត់បន្ថយសម្ពាធដីអនុញ្ញាតឲ្យវាអាចធ្វើចលនានៅតំបន់ភក់ខ្សាច់ដីសើមនិងដីដែលពិបាកផ្សេងៗទៀតដែលមិនធ្វើឲ្យវាជាប់គាំងនោះទេនិយាយអំពីអាវុធរបស់វាយានយន្តប្រភេទនេះដែលជាកំណែដែលប្រើប្រាស់នៅកម្ពុជារបស់យើងទូទៅគឺប្រើដោយគ្មានអាវុធធនធ្ងន់ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Naronco បានរចនាយានយន្តមួយនេះដូច្នេះវាអាចមានប្រព័ន្ធផ្ទុកអាវុធផ្សេងៗគ្នាអាស្រ័យទៅលើតម្រូវការរបស់អតិថិជនប្រទេសបញ្ជាទិញអាចកំណត់នៅប្រភេទយានយន្តមួយនេះរួមមានអាវុធដូចជាកាំភ្លើងយន្តទំហំ 7.92 មីលីម៉ែត្រកាំភ្លើងយន្តធុនធ្ងន់ទំហំ 12.7 មីលីម៉ែត្រកាំភ្លើងបាញ់គ្រាប់បែកទំហំ 35 មីលីម៉ែត្រមីស៊ីលប្រឆាំងនឹងរថក្រោះ ATGM កាំភ្លើងត្បាល់ទំហំ 82 មីលីម៉ែត្រប្រព័ន្ធរ៉ុកែតនិងមីស៊ីលការពារដែនអាកាសផ្សេងៗគ្នាបើនិយាយអំពីការប្រើប្រាស់នៃយានយន្ត CSVP4 នៅកម្ពុជាយើងវិញកម្ពុជាបានទទួលឧបករណ៍យោធាពីចិនតាមរយៈកិច្ចសហប្រតិបត្តិការការពារជាតិជាមួយនឹងប្រទេសចិនហើយ CSVP4 នេះត្រូវបានគេរកឃើញក្នុងកំឡុងពេលតាំងពិព័រណ៍យោធានិងលំហាត់តែទាក់ទងទៅនឹងការគ្រប់គ្រងយោធារបស់ចិនយានមួយនេះគឺមានបំណងដើម្បីធ្វើឲ្យប្រសើរឡើងវិញនៅការចល័តតបរបស់កម្ពុជាជាពិសេសក្នុងដីលំបាកដែលយានយន្តដឹកទំនិញធម្មតាមិនអាចទៅដល់ព័ត៌មានសាធារណៈនៅចំនួនពិតប្រាកដរបស់វានៅកម្ពុជាគឺមិនទាន់បានចេញជាផ្លូវការនោះទេដូច្នេះយើងក៏មិនទាន់ដឹងតែមានចំនួនប៉ុន្មាននោះដែរកំណែក្នុងការដឹកជញ្ជូននៃយានយន្ត CSVP4 នៅកម្ពុជាគឺគ្មានពាសដៃការពារទេដែលមានន័យថាវាផ្ដល់នូវការការពារតិចតួចប្រឆាំងនឹងគ្រាប់កាំភ្លើងបំណែកគ្រាប់បែកធំៗឬអាវុធប្រឆាំងរថក្រោះទោះយ៉ាងណាក៏ដោយក្រុមហ៊ុន Naronco ក៏ផ្ដល់នូវការកំណត់រចនាសម្ព័ន្ធអាវុធជាច្រើនដែលអាចបំពាក់នៅលើវាបានផងដែរអាស្រ័យទៅលើការចង់បានរបស់អតិថិជនសម្រាប់ប្រទេសកម្ពុជារបស់យើង CSVP4 នេះគឺស័ក្តិសមស្របខ្លាំងណាស់ពីព្រោះស្ថានភាពដីនៅកម្ពុជារបស់យើងគឺរួមមានព្រៃឈើទន្លេដីសើមនិងតំបន់ដែលងាយនឹងរងគ្រោះដោយការលិចទឹកទោះបីជាវាមិនត្រូវបានគេប្រើសម្រាប់ការប្រយុទ្ធនៅជួរមុខក៏ដោយក៏វាជាយានជំនិះមានប្រសិទ្ធភាពមួយសម្រាប់ការដឹកជញ្ជូនកងទ័ពការឆ្លប់យកការសន្តិសុខព្រំដែនការគ្រប់គ្រងកងទ័ពជំនួយមនុស្សធម៌ការជួយសង្គ្រោះទឹកជំនន់និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយការរួមបញ្ចូលគ្នានេះគឺផ្ដល់នូវការចល័តសមត្ថភាពចុះទឹកនិងចំណាយប្រតិបត្តិការទាបដែលធ្វើឲ្យវាក្លាយជាយានជំនិះដែលគ្រប់គ្រងដល់កងទ័ពកម្ពុជារបស់យើងដែលស័ក្តិសមសម្រាប់កងទ័ពពលខេមរៈភូមិន្ទតើបងប្អូនគិតយ៉ាងណាដែរចំពោះយានជំនិះមួយនេះដែលមកពីប្រទេសចិនហើយប្រទេសចិនក៏បានប្រើប្រាស់វាច្រើនណាស់ដែរក្នុងប្រទេសរបស់ខ្លួនក្នុងការចល័តកងទ័ពការធ្វើសមយុទ្ធនិងការស៊ើបការផងដែរ
បើពេញចិត្តនឹងវីដេអូមួយនេះសូមជួយ share នៅវីដេអូមួយនេះបានផងដែរបើទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube សូមជួយ subscribe នៅ YouTube channel របស់ខ្ញុំពេលបានវីដេអូថ្មីនៅពេលក្រោយដូចគ្នាសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមឲ្យសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ